bạn នៅខាងថ្មគោល ថ្មគោលណាបងណាបាទថ្មគោលបាត់ដំបងបាទហើយសមមិញហ្នឹងក៏បានលឺការប្រកាសពី ABC ហ្មងណាបង ចា បាទ ចា ហ្នឹងហើយអូនហើយក៏ធ្វើដំណើរមកហ្នឹងព្រោះឆ្ងាយដែរត្រង់តែបន្លំមក12ជាងហើយ ចាហើយណាមួយបាត់ពីយប់មកខ្ញុំអត់បានដេកទេយំរហូតណាត់កូនថានៅក្រៅបានអីហូប អូ យំខ្ញុំនឹងហើមភ្នែកនឹងមកនឹងចង់ស៊ីសើហ្នឹង អូននៅអង្គការជួយគេអង្គការ ខ្ញុំអត់សូវស្គាល់ផងគ្រូ នៅម្ដុំណាអង្គការគាត់ ខ្ញុំដាក់តាំងពីទូចមក អូដាក់តាំងពីតូចមកតែបងអាសាឡើងមកលេងគាត់ទេ ចាខ្ញុំយកគាត់ពីរដងតាំងឯដល់ពេលខ្ញុំមានគ្រូសាក្រោយខ្ញុំឡើងទៅថៃខ្ញុំឡើងទៅថៃទៅបាន3ឆ្នាំនេះខ្ញុំបានយកកូនមកលេងព្រោះខ្ញុំនៅថៃ3ឆ្នាំ អូនៅ3ឆ្នាំ ចា ហើយ ដល់ឆ្នាំនេះខ្ញុំចុះមកខ្ញុំយកកូនទៅលេង អូតើពេលបានមកអត់មកព្រោះទៅ3ឆ្នាំដែរអត់ដែរមកខ្មែរទេ ចា បាទហ្នឹងហើយយកទៅតាំងពីតូចតាំងពីពេលហ្នឹងបែកបាក់គ្នាជាមួយនឹងស្វាមីមុនហ្នឹងណាតែតាំងស្វាមីមុនហ្នឹង ចា តែគេចាអូនទៅតែមួយហ្នឹងទេណាបង ចា បាទទេតាំងពីក្មេងឡើយអូនអាយុប៉ុន្មានហើយ អូន12ហើយ12ចូល13នេះ អូចុះនៅអង្គការហ្នឹង12ឆ្នាំហើយ12 13ឆ្នាំហើយណា អូននៅតាំងពីអាយុ5ឆ្នាំហើយ អូ ណា 5ឆ្នាំ អូននឹងប្រហែលឆ្នាំចង់ភ្លេច3ឆ្នាំហី3ឆ្នាំ មានប្អូនមួយទៀត មានអូនមួយទៀត បាទ ចា ប្អូនមួយទៀតអង្គការហ្នឹងអង្គការមួយគ្នាហ្នឹងមែន ចាចា នៅម្ដុំណាអង្គការហ្នឹង អង្គការ ATV មកនៅសែនសុកហ្នឹង អង្គការ ATV ចា នៅខាងសែនសុកហើយពេលហ្នឹងតាក់ទងស្គាល់តាមណាអង្គការ តោះហ្នឹងប្តីខ្ញុំប្តីមុនហ្នឹងធ្វើបាបវាយកូនខ្ញុំវាយខ្ញុំទៅក៏ប៉ូលីសសែនសុកខណ្ឌភ្នំពេញហ្នឹង បាទ ក៏ចាប់គាត់ទៅក៏យកគាត់ហ្នឹងទៅដាក់ក្នុងមណ្ឌលតែប្រែហើយក៏ខ្ញុំអត់មានសមត្ថភាពចិញ្ចឹមកូនក៏ខ្ញុំគាត់សួរខ្ញុំថាមានសមត្ថភាពចិញ្ចឹមកូនអត់គេណែនាំកន្លែងអង្គការដាក់ឲ្យនៅក៏ពេលខ្ញុំក៏ថាខ្ញុំប្រូខ្ញុំឲ្យតកូនបានកន្លែងសុកហើយនឹងមានក្តីសុកចឹងណាខ្ញុំក៏ព្រមយកឲ្យគាត់យកទៅ បាទ ចាតែគាត់នាំខ្ញុំទៅលេងរហូតដែរ ហ្នឹងហើយអូពេលហ្នឹងបងមកធ្វើការនៅពេញណា ចាចា អូការដែលមានបញ្ហាប្តីវាយហ្នឹងពេលហ្នឹងបងនៅសែនសុកនៅភ្នំពេញថ្មី ចា ហើយយើងគាត់ទៅដាក់ពីបដិង ខ្ញុំនៅខាងវត្តណាឡោម អូវត្តអាណាឡោមចឹងនៅដូនពេញ ចាចា បាទវត្តអាណាឡោមនៅដូនពេញហើយក៏មានបញ្ហាប្តីតែនងគាត់ស្មានទៅគាត់មានពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែរទៅទីតាប្តីហ្នឹង គាត់វាយនឹងម៉ែក្មេងម៉ែខ្ញុំទៀតនោះ អូ វាយម៉ែខ្ញុំក្រំក្នុងនឹងស្លាប់ហើយនឹងបងខ្លាយខ្ញុំនឹងស្លាប់គាត់វាយដាក់ម្ដាយមកស្លាប់នៅមុខគាត់ហ្មងគាត់បីដាក់លើផ្ទះវាយងាប់ក្រោយចឹងមិនថាអ្នកមិនដឹងក្នុងគ្រួសារខ្ញុំចេះតែថាមូលហេតុខ្ញុំមានវិបត្តិមិន តែទីតាប្តីលើគាត់នៅក្នុងពន្ធនាគារនៅឡើយណាក៏មិន តែឥឡូវចេញមកលើថាមិនថាស្លាប់ អូ ចា នឹង យូ យូ រ រ ហើយ ហើយ តាក់តង នឹងហើយពេលហ្នឹងក៏យើងដាក់ពីបណ្ដឹងសមាជិកឃើញគាត់ក៏អាណិតអីចឹងទៅគាត់ក៏សួរថាមិនដែរព្រោះយើងកូនទៅដាក់អង្គការ ចា ហ្នឹងហើយសារយើង គូអីខ្ញុំនៅមួយខ្ញុំវាមានអនាគតចង់ឲ្យពេលនៅចេះនៅបានតែយើងមិនឲ្យកូនរៀនបានខ្ពស់ បាទ ចាមានតែប៉ុណ្្នឹងឯងខ្ញុំនិយាយតែប៉ុណ្្នឹងតែរៀនវាមិនបានខ្ពស់ ចឹង ហ្នឹងហើយពេលដាក់ភ្លៀងហ្នឹងបងទៅធ្វើការនៅថៃភ្លាមឬក៏យើងនៅខ្មែរអីមួយរយៈសិនទេ ខ្ញុំនៅខ្មែរប្រហែលមួយឆ្នាំបាទខ្ញុំបានប្តីក្រោយនេះខ្ញុំឡើងទៅថៃ អូតែពេលឡើងហ្នឹងក៏ធ្លាប់បានអាសាមកដូចថាមកមើលអូនអត់ ខ្ញុំ មក នៅ អូនទេ ថៃ ដែរ ក៏ខ្ញុំនៅផ្ញើលុយកូនខ្ញុំសួរនៅមុខ អូផ្ញើមកតាមអង្គការហ្នឹងបង ចា ត្រូវហីមួយហ្នឹងហើយដាក់មីក្រូចិត្តមើលហ្នឹងហើយហុំហើយពីឆ្នាំទៀតហ្នឹង2ឆ្នាំឥឡូវញឹមណាហ្នឹងហើយ គេនៅខឹង បាទហើយព្រោះថាគេថានឹកម្ដាយនឹកអីចឹងទៅនៅអង្គការឈ្មោះ ATV នៅខាងសែនសុកហើយចុះក្មួយមកចឹងចុះប្អូនមានប្រាប់ប្អូនទេចេញមកដាក់មីក្រូតិចមើលអូនតែចិត្តមកមានប្រាប់បានប្រាប់ប្អូនទេបានប្រាប់ទេណាចុះប្អូនហើយក្មួយនៅបន្ទប់ចិត្តគ្នាមិនមែននៅជាមួយគ្នាហ្មងមិនមែនបន្ទប់ឬក៏មកយើងនៅក្បែរគ្នាអូនៅចិត្តគ្នាដាក់មីក្រូចិត្តមកដាក់មីក្រូចិត្តមកទីអនៅក្បែរគ្នាដែរប្អូនប្រុសដែរមិនមែនបងអូនមួយទៀត ប្រុសទាំងអស់ អូននោះអាយុប៉ុន្មានដែរឥឡូវ អូននោះ10ឆ្នាំ អូ10ឆ្នាំនឹងខុសគ្នា2ឆ្នាំមួយ10ឆ្នាំអូនចូល12 13ណា ចា បាទ12 13មកអត់មានប្រាប់អូនអីទេហ្នឹងហើយហើយម្ដាយក៏គាត់បានលើកដូចគាត់និយាយចឹងថាយំព្រោះតែរយៈពេលថា3ឆ្នាំនេះក៏អត់បានបលីតែលុយក៏ផ្ញើមករហូតហ្នឹងហើយហើយឥឡូវហ្នឹងចង់និយាយថាពេលដែលបងមកនេះសម្រាប់ចិត្តមិនឲ្យអូនគឺបងយកទៅនៅជាមួយហ្មងមែន អត់ទេខ្ញុំសូមអង្គការយកទៅឲ្យនៅបដោះអាសន្នសិនឲ្យបាត់វិបត្តិផ្លូវចិត្តចឹងណាគឺថាវិបត្តិភាពកក់ក្ដៅក៏មិនដឹង ហ្នឹងហើយ នេះពេលយកទៅសិនក៏ខ្ញុំណែនាំថានៅជាមួយម្ដាយមានអនាគតឲ្យទៅមើលមូលហេតុនៅនឹងក្រោយ បាទ ចាព្រោះនៅនឹងដឹងស្រាប់ហ្នឹងឃើញស្រាប់ក្រោយនេះធ្វើការតែឯងនឹងប្រាក់ខែ700000ហើយកូនចិញ្ចឹមកូន2នាក់ទៀតហើយខ្ញុំមិនសាយខ្ចីទៀតហើយនៅផ្ទះគេនឹងមើលថែសួនចង្ការនឹង បាទ ហ្នឹងឯង ហើយចុះយើងមានថាកម្រងទៅនោះវិញអត់ទៅថៃវិញឬក៏អត់ទេមកធ្វើខ្មែរដល់ធ្វើការនៅខ្មែរវិញណា ខ្ញុំទៅមកនឹងទៅមកពីថៃនៅប្រហែលមកទៅបាន7ខែ បាទ ចា បាន7ខែហើយចុះអូននៅអង្គការរៀនបានទីម៉ានហើយអូន អ
ដាក់មីក្រូមើល ណាទី7ហើយណាអូរៀនបានដល់ថ្នាក់ទី7ហើយតើរៀនថ្នាក់សាលានៅក្នុងអង្គការរបស់ឬក៏បើយើងរៀននៅសាលាក្រៅអូរៀននៅក្រៅរៀននៅសាលាអីគេ ការផងក្រៅផង ហ្នឹងហើយសាលាគេសាលារៀនអនុវិទ្យាល័យអនុវិទ្យាល័យ ទូភាសាសែនសុខនិយាយអត់សូវ ទូលប្រាសាទសែនសុខហ្នឹងហើយអ្នកទី7ហើយរៀនទូលប្រាសាទសែនសុខហើយនៅក្នុងអង្គការនោះគឺយើងរៀនភាសារៀនអង់គ្លេសរៀនអីហ្នឹងមែនណា ដូចថាវាមានបំបត្តិក្នុងចិត្តមកវាធ្លាប់ធ្វើបាប ត្រូវហើយបងហ្នឹងហើយ វានិយាយអីខ្ញុំចាំចំណាំមើលខ្ញុំយកទៅចូលឆ្នាំខ្មែរយកទៅថ្ងៃមុនក៏ឃើញកូនអង្គុយផ្លឹកខ្ញុំហៅហ៊ានផ្លឹកទៅក៏ស្រក់ទឹកភ្នែកមកទៅដូចថា យំ ខ្ញុំអង្គុយដូចថាមានបាត់ចឹងសួរយើងចេះចោះខ្ញុំថាខ្ញុំគាត់តែនិយាយលេងថាឯងទៅនៅជាមួយឪឯងវិញទៅបើចេះតែឯងចឹងចឹងឯងមានថាមានណាបើឪវាងាប់បាត់ហើយមានណាចិត្តដាច់កូនគាត់តែនិយាយលេងហ្នឹងណា បាទ យើងហត់ផងអីផងយើងមើលកូនតែឯងចឹងណា បាទ យើងហៅមួយម៉ាត់ទៅដូចថាវាភាំង ត្រូវដូចថាក្មេងគ្នាធ្លាប់ឆ្លងកាត់អារម្មណ៍កាលពីក្មេងឃើញហឹងសាស្មាតទោសសាហាវអញ្ចឹងទៅយើងទាំងគេដល់ជាប់ ក៏អត់ងាយវាយកូនសើលឹកបោះវាយកូនលឹកបោះវាវាយកូនក្រៀមយើងយកលុយទៅជក់ឆ្នាំ បាទ ចា ហ្នឹងហើយ ក៏ពេលទៅវាដូចថាគុំពីទូចមកវានៅចាំពីទូចខ្លះអញ្ចឹងចាវាដកជាប់នៅក្នុងពួកបាខ្ញុំអានេះអាណិតជាងគេអាប្អូនអាសិស្សអាណិតពួកវាអាប្អូនវាមានសូវធ្វើបាបទេវាធ្វើបាបអាបង បាទ វាវាយគម្រាមវាសាក់យកខ្សែចងជើងកឈោវាយខ្ញុំចាំភ្លេចទេកូន ហ្នឹងហើយអញ្ចឹងមិនគ្នានេះបងប្អូនរបស់យើងហើយចុះពេលដែលថានៅអង្គការបងអាសាទេមកលេងទេអូនមានគាត់ទូរស័ព្ទតែ ចាខ្ញុំមានឆា ត្រូវមកអាសាទេមកលេងមួយសាទេស្អីមកណា ឆាតមកអត់ ហ្នឹងហើយនៅអង្គការហ្នឹងមិនអាហ្នឹងគាត់ថាលោយើងដូចថាក្មេងៗអីកពុពូអីនៅរៀនតែមានដូចថាក្មេងៗវាយគ្នាឬក៏មិនហ្នឹង នឹងរឿងហ្នឹងខ្ញុំកំពុងសួរអូនទៀតក៏ពេលខ្ញុំសួរទៅថាអ្នកនៅក្នុងអង្គការក៏ពេលនោះទៅខ្ញុំក៏និយាយជាមួយលោកគ្រូគាត់ថាគាត់សួរអ្នកនៅនឹងដែរគាត់ថាគាត់ឲ្យវាយត្រឹមអំពាត់ទេ ក្មេងៗគ្នាត្រូវ បងកូននិយាយឲ្យច្បាស់ឲ្យលឺឲ្យគេលឺដែរ បងនៅក្នុងហ្នឹងមែន អញ្ចឹងខ្ញុំថាប្រគុណឯងថាគេវាយខ្លួនឯងមែនកូនឯងទៅច្អល់មុខប្រាប់ឲ្យចំឲ្យលោកគ្រូគាត់ធ្វើអន្តរាគមឲ្យ ចាពេលនោះទៅលោកគ្រូគាត់ថាឲ្យទៅនៅបដោះសន្នសិនតើវាថាវាមានវិបត្តិអីអញ្ចឹង ត្រូវហើយ គាត់ឲ្យទៅចាទៅពេលខ្ញុំគាត់ថាខ្ញុំទៅស្ម័គ្រមកយកសិនទៅ ក្មេងខ្វះភាពកក់ក្ដៅបងប្អូនចុះអង្គការក្មួយនៅហ្នឹងប្រហែលប៉ុន្មានដែរហើយក្មេងៗក៏ព្រាដូចគ្នាប្រហែលប៉ុន្មានរៃនេះគាត់តែប្រហែលមក100 200អីហ៎ប្រហែល100នេះអូហើយ100នេះហ្នឹងហើយប្រហែល100នេះអង្គការហ្នឹងហើយបងប្អូនអញ្ចឹងដូចបងស្រីដែលគាត់ជាម្ដាយហ្នឹងដូចគាត់នេះសម្រាប់ចិត្តថាហ្នឹងហើយព្រោះថាដូចវាថាយ៉ាអូនដូចថាទៅផ្ដោតភាពកក់ក្ដៅគ្នាក៏នឹកម្ដាយនឹកអីចឹងណា ចា បាទហ្នឹងហើយព្រោះនេះគាត់ខំឡើងមកតាំងពីបាត់ដំបងនៅថ្មគោហើយមានកូនទឹមសម្រាល2ខែ 2ខែ 2ខែហ្នឹងហើយ ទុំសៃខ្ចី បាទទឹមតសៃខ្ចីហើយប្រិមិត្តរបស់យើងណាបាទហ្នឹងហើយចឹងបងប្អូនមានអីចង់ចូលរួមថែមអីអាចចូលរួមបានព្រោះសម្រាប់នេះយកសម្ភារការមកបងបារាហ្នឹងប្រិមិត្តក៏បានចូលរួមច្រើនអូនគាត់សម្ភារគាត់ក៏យំគាត់ក៏អីនិយាយពីបញ្ហានិយាយពីអីចឹងទៅណាបាទហ្នឹងហើយបាទហ្នឹងហើយមើលអារម្មណ៍របស់ក្មួយពេលជួបម៉ាក់ចង់ទៅនៅមួយរយៈមួយម៉ាក់ហ្មងត្រូវគេដាក់ចិត្តមីក្រូមកដាក់មាត់ចិត្តមីក្រូមកចង់ទៅនៅមួយម៉ាក់មួយរយៈសិនហ្មងណា ឃើញយាយ ម៉េច ចង់ទៅ បាទ ចង់ទៅនៅរហូត តែមកពីអង្គការហ្នឹងយកកៅអៅមកដែរមែនបានយកកៅអៅមកដែរមែនអត់ទេមកតែមកកាផ្លេ មក នោះ ក៏ភ្លេអាវសទាំងឯងអត់ហ៊ានចូលវិញទេខ្ញុំនិយាយយប់មិញខ្ញុំថាអូនយើងទៅពីនេះហើយយើងចូលអង្គការទៅយកកៅអៅសិនឯកូនអត់និយាយមួយម៉ាត់បើកូនឯងទៅមានកៅអៅណាពាក់អត់និយាយមួយម៉ាត់ បាទអត់ទេដល់នឹងហើយក៏ពិតយើងដល់ថ្នាក់គាត់ខ្លាចចឹងអានឹងវាជារឿងមួយទៀតដែរពួកអង្គការធម្មតាគេមានច្បាប់គេតឹងរឹងណាដែលអានេះសួរមួយទៀតចុះអ្នកដែលថាវាយហ្នឹងគាត់ជាក្មេងកព្រាននៅនឹងដែរត្រូវទេអូក្មេងសិស្សច្បងដែរនេះណាទីម៉ានអ្នកនោះតែទីម៉ានអូ12តែម្នាក់ដែរត្រូវទេគាត់វាយហ្នឹងមិនហ្នឹងឯងព្រោះកន្លែងហ្នឹងអាចថាលោកគ្រូអីគេនៅហ្នឹងគេមិនដឹងអីចឹងច្រើនដែរចឹងអាហ្នឹងគឺយើងចង់និយាយថាការជួលដំណឹងនេះវាអាចថាផ្ដល់ផលល្អមួយសម្រាប់ក្មេងៗដទៃទៀតដែរបាទលោកក្មេងហ្នឹងអីបាត់ឲ្យក្មេងប្រើក្មេងប្រើអីចឹងគេប្រើមិនឲ្យក្មួយធ្វើអីឲ្យទិញអីឲ្យ
ណាមកពីអីគេមានឲ្យគូកៅហ្នឹងយើងគូកៅគូអីខ្លួនឯងត្រូវហ៎យើងគួយខ្លួនឯងមិនគេឲ្យយើងគូកៅគូអីឲ្យមែនឬក៏មិន mấy bạn kia váy vậy និយាយមកគូមិនបាន còn thời chặt cấu nóហ្នឹងហើយនិយាយទៅគ្នានឹកឃើញហើយវានេះវានេះទៅនិយាយអត់ចាញ់ទេ ដល់ថ្នាក់ខ្លាជុំសាប់មិញពេលដែលបងបារាលួងសួរមានបានទេអត់ហ្នឹងបាទហ្នឹងហើយណាព្រោះអាហ្នឹងចង់និយាយវាបន្តែលោកគ្រូអ្នកគ្រូនៅហ្នឹងអីបងតអ្នកតដឹងមួយគាត់តាមពីចឹងតាម Telegram ត្រូវទេបងតាម Telegram ឆាតអីគាត់ សាប់គាត់ទាំងអស់ học cái này គាត់ឲ្យយើងយកកូនទៅសាកសួរអីចឹងឲ្យយើងថែ ហ្នឹងហើយ រឿងនេះមិនធម្មតាទេ បាទ គេជាប់ពេញខ្លួនចឹង ឲ្យដល់ថ្នាក់គ្នាខ្លាចគ្នាអីចឹងណាព្រោះ ហ៊ាននិយាយ អត់ហ៊ាននិយាយហ៊ានអីព្រោះចង់និយាយទៅចេះទី1ថតថាចង្អុលមុខបង្ហាញចំចឹងអាហ្នឹងសាលាគេអាចថាមានការនឹងឯណែនាំហេតុផលអីទៅលើក្មេងនឹងអីចឹងទៅ ខ្ញុំក៏និយាយចឹងដែរគាត់ឯងទៅម្ដងទៅឥឡូវម៉ាក់យកគាត់ឯងទៅនៅមួយខែខ្ញុំនិយាយម៉ាក់យកគាត់ឯងទៅនៅមួយខែសិនបើមិនមកបើគេធ្វើបាបគាត់ឯងទៀតម៉ាក់យកដូចទៅសួរនាំចឹងថាអ្នកណាអ្នកធ្វើបាបគាត់ឯងទៅច្អល់មុខទៅកុំខ្លាចម៉ាក់ទៅដែរទៅច្អល់មុខចំទៅលោកគ្រូគាត់ជួយដែរមិនគាត់មិនជួយទេតែពេលនិយាយអត់និយាយនៅតែយំស្រក់ទឹកភ្នែក យំសក់ទឹកភ្នែកណាបាទហ្នឹងហើយតោះមកប្រិមិត្តរបស់យើងគាត់ចូលរួមតិចណាប្រិមិត្តរបស់យើងណាហ្នឹងហើយអាឡូជិះសួរអ្នកមីង ឥឡូវខ្ញុំចូលក្មួយខ្ញុំចង់ចូលរួមតិចដោយសារពីមុនខ្ញុំមានធ្លាប់មានក្មួយចិត្តនឹងក្មួយយ៉ាងតែឆ្ងាយដែរហើយកូនមកធ្លាក់ខ្ញុំនៅកន្លែងអង្គការចិត្តដែរណា បាទបាទមីង កន្លែងហ្នឹងវាមានយើងមិនឆ្លានៅខាងក្រៅទេវាគ្រប់គ្រងពិបាកនឹងអស់ហើយប៉ុន្តែក្មេងខ្លះដែលគេមាននិយាយរួមវាអស់តែមកក្នុងអត់អះអូខ្ញុំនិយាយឲ្យមកបងអូនទាំងអស់ដែលស្ដាប់ចូលរួមស្ដាប់ចឹងណា បាទ ចង់និយាយថាខ្លះអត់មានកំព្រាទេឪពុកម្ដាយគេធូរធារមានតែគេចង់លុបដល់កូនគេប៉ុន្តែអំណាចការនេះចឹងសាលានឹងប្រាប់ហើយដោយសារថាដូចថាគេដាក់មានតង្វាត់អីចឹងការកូនគេខូចចំវាយអាសាធំវាយអាសាតូចអូនអាណាធប់តាណាប៉ុន្តែបើយើងឥឡូវពីមុនមកដូចថាការប្រងនោះវាមានច្បាប់គេដែរប៉ុន្តែឥឡូវហ្នឹងដោយសារឥឡូវហ្នឹងវាមានសង្គមមិនស្រុកអញ្ចឹងឲ្យបងស្រីស្មើរូបហ្នឹងបងខ្ញុំទេហើយបងស្រីក៏មួយស្រីហ្នឹងចាត់កន្លែងអង្គការហ្នឹងណាខ្ញុំអត់មកបងកូនពីកន្លែងអង្គការហ្នឹងទេប៉ុន្តែមុខអ្នកដែលវាយព្រោះឃើញឆ្នាំហ្នឹងមិនធម្មតាទេហើយក្មេងថ្នាក់បាក់ប៉ុណ្ណឹងហើយព្រោះធ្លាប់មានកន្លងមកគ្រប់អង្គការទាំងអស់ហ្នឹងហើយគ្រប់អង្គការទាំងអស់និយាយរួមភាសាមានតែយីស៊ូទេណាអង្គការយីស៊ូទេដែលអត់ទៅមានបញ្ហាតែក្មេងៗវាយគ្នាទៅវិញទៅមកហ្នឹងអត់ទៅមានសឹងតែមានផងសាលា បាទ អញ្ចឹងទី1កុំឲ្យយកកូនទៅព្រោះធ្វើអារម្មណ៍កូនខ្លាំងណាស់ទី1ឲ្យគាត់កុំតាមគ្រូធម្មតាអូនមិនមែនបាយតម្លៃទេតែអង្គការគេពិបាកដែរ បាទ យើងទៅសួរនាំទៅប្រាប់ផងយើងដាក់ពាក្យបណ្ដឹងទៅបងទៅណាកាលនៅរកមុខដើម្បីដូចសាលានិយាយមិញហ្នឹងរកមុខហ្នឹងដើម្បីឲ្យ bông bảy kg កុំឲ្យប៉ះប្អូនគាត់ទៅរៀនត្រង់ដែលធំហ្នឹងធ្វើបាបបងក្រោយជាព្រមមានច្រើនណា ត្រូវហើយមីង មានច្រើនចាចាំមកគាត់ទៅកុំសាលាឯងទីមួយសាលាឯងគេទៅទៅផងពួកឲ្យលំបាត់ហើយឲ្យមិនឲ្យក្មេងឆ្អល់មើលតែណាប្រាប់ថាតុងពីអ្នកណាពួកក្មេងវាបាក់អារម្មណ៍ហើយមិនគាត់បាក់អារម្មណ៍ហើយចាំឲ្យគាត់ទៅធ្វើកិច្ចសន្យាកន្លែងហ្នឹងបើមានបញ្ហាដើម្បីធ្វើដើម្បីកំញាយក្មេងទៅតែទៀតអីអាណាទៅបតាយណាអូនអាណាទៅបតាយជាងការកូនគេអ្នកមានបានមកតែកូនវាខូចខាងពីគាត់ទៅដាក់ចាត់កូនមកអំណាចដល់ពេលឪពុកម្ដាយដឹងដែរប៉ុន្តែជួនកាលធម្មតាទីកន្លងមកពីមុនមិនមែនឥឡូវហ្នឹងណាសាលា បាទ ពីមុនមកដូចថាឪពុកម្ដាយគេមកនិយាយថាគេហុចលុយឲ្យកាក់អញ្ចឹងទៅកូនគេនៅដដែលអញ្ចឹងឲ្យគាត់កុំបដៅអីចង់ណាឲ្យគាត់ត្រឡប់ទៅវិញទៅកន្លែងអង្គការឲ្យដុល្លារខាងក្រុម ABC ហ្នឹងទេដើម្បីឲ្យគេលឺចាំងទូទាំងប្រទេសទូទាំងព្រោះដល់ឲ្យឪពុកម្ដាយដែលកូនវាយគេនេះឬមួយក៏គ្នាឪពុកម្ដាយគាត់ភាគច្រើនណាក្មេងដែលអត់មានឪពុកម្ដាយពុកមានច្រើនហើយអ្នកដែលមានឪពុកម្ដាយគេមានពុកគេទូមានច្រើនណាស់ជាមួយ បាទបាទបាទមីង ពាក្យបណ្ដឹងកន្លែងនោះចាអរគុណច្រើន បាទអរគុណហ្នឹងហើយអាចថាចេះដែរការធ្វើការតែសំខាន់ចង់និយាយថាលលោដបងចឹងអូនដូចថាផ្លូវចិត្តគាត់នេះឥឡូវថាយើងអាចថាសម្រាប់ចិត្តឲ្យក្មួយនេះសិនទៅណាហ្នឹងហើយមើលគាត់ថារៀងភាសាមករយៈសិនឬក៏មិនអាហ្នឹងតាមហ្នឹងសិនឬថាតតបាច់បខំគាត់ពេកក៏បានដែរព្រោះជឿថានេះសាលាក៏គេនឹងដោះស្រាយតាមហ្នឹងដែរលលោថាភ្លាមអានោះដូចយើងបខំយ៉ាងមិនចឹងណាប្រិមិត្តរបស់យើងណាបងប្អូនមានអីជួយចូលរួមបន្ថែមហ្នឹងហើយគាត់រសាយផ្លេចចិត្តសិនទៅបងប្អូនរបស់យើងលោថាដូចថាភ្លាមទៅដូចថាស្មុកយកពេកវាធ្វើឲ្យគាត់វាកាន់តែ ដូចយើងបខំ ដូចបខំពេកហ្នឹងហើយអញ្ចឹងបើសំខាន់ឥឡូវពេលនេះអារម្មណ៍បងអូនគឺចង់ជួបម្ដាយសិននៅមួយម្ដាយសិនហើយចាំមើលតាមរយៈទៀតជឿថា
អីដែលគាត់មិនតន់ចង់ប្រាប់អញ្ចឹងយើងបខំសួរឬក៏នេះតិចគុំនេះតែមើលតែបើផ្លូវចិត្តគាត់បាច់យើងសួរគាត់ប្រាប់ឯងហ្មងហើយគាត់ប្រាប់អស់ឯងហ្មងព្រោះសំខាន់ឥឡូវបានជួបម្ដាយទៅនៅម្ដាយធូរសិនអញ្ចឹងក៏តាមនឹងសិនទៅអានឹងបើយើងគិតមកមកជ្រុងទៀតយើងបាច់តន់ឲ្យថាបខំគាត់អីចឹងណាបងណាហ្នឹងហើយមើលព្រោះសំខាន់ថាអូនគេចង់ទៅនៅមួយម្ដាយគេនេះសិននេះញ៉ាំញ៉ែមហើយចាំមើលតែសិនគេសប្បាយចិត្តមិនបាច់ឆ្លៀកសួរទេនិយាយប្រាប់ឯងចេញប្រាប់ខ្លួនឯងឥឡូវចង់ទៅសិនក៏បានដែរណាឥឡូវទៅនៅមួយម្ដាយសិនណាហើយទៅនៅស្រុកសិននៅស្រុកនោះមាននឹកមិត្តភក្តិណាមានមិត្តភក្តិនៅមកគោនឹងអត់ទេអូអត់មានហង នៅតែកន្លែងធ្វើការអត់មានកន្លែងក្មេងលេងទេ អូតែកាលមុនបងទៅថៃដូចថាពេលមកចឹងដែរសុំអង្គការយើងទៅលេងស្រុកដូចបានមួយថ្ងៃពីរថ្ងៃទេ ចាបានចិត្តបែកន្លះខែដែរ អូទៅលេងបានចឹងដែរនៅ លេងតែ2នាក់3នាក់បងប្អូន4នាក់ទាំងនេះហើយនឹង អូដឹងហើយគេមានប្អូនគេមានអីគេដែរហ្នឹងហើយឥឡូវយើងអញ្ចឹងសិនទៅបងប្អូនមិនបាច់តន់ថានេះក្មេងនៅធ្វើថាក្មេងតែថាចង់ប្រាប់ហើយមិនបាច់សួរទេបន្តិចទៀតប្រាប់ឯងសំខាន់ឲ្យគាត់សប្បាយចិត្តបានជួបម្ដាយទៅនៅមួយម្ដាយអីមួយរយៈសិនឲ្យសប្បាយចិត្តសិនណាហ្នឹងបាទហ្នឹងហើយមិនដែរ ឈ្មោះតុងធានចា តុក ខ្ញុំមួយមើល បាទថា2ឆ្នាំទៀតនេះកន្លោះមៀតដៀងបាត់ឥឡូវកពស់ឡើងប៉ិនដុល្លារហើយនេះកពស់ទៅ12 13ឆ្នាំហ្នឹងហើយ12 13ឆ្នាំហើយណាហ្នឹងហើយអរគុណចឹងប៉ុណ្ណឹងសិនទៅណាបងណាហ្នឹងហើយមិនបាច់ថាតន់នេះទៅឲ្យគាត់រសាយចិត្តឲ្យសប្បាយសិនទៅមិនឲ្យបាននៅចិត្តម៉ាក់ហើយម៉ាក់ហ្នឹងក៏បារម្ភពីកូននេះគាត់និយាយថាគេមិនលក់ពីយកទៅ ថាយំទៅអីសៃ អូបងដាក់មីក្រូ បាទ យំទៅអីសៃខ្ចីផងយំនឹងហើមភ្នែកគិតច្រើនទៅអីដែលគេទុកឲ្យកូនយើងចោលគេស្វែងរកដូចគ្នាហ្នឹង បាទបងបាទ ទៅពេលគិតទៅដល់មកស្ទុះឡើងព្រឹកឡើងឃើញ ABC អូ យំនឹងកាំងប្រឲ្យរវៈនឹងលឺថាគេវាយនឹងចេញឈាមចេញអីយំនឹងកាំងហើយបាយទឹកណាអីនេះនឹងកាំងមកស្លុតទៅទៀតប្រោខ្ញុំទៅពេលលឺថាអញ្ចឹងខ្ញុំថាអស់កន្លងទៅទៀតហ្នឹង ហ្នឹងហើយបាទអរគុណបងហ្នឹងហើយអញ្ចឹងនេះតាមនឹងសិនទៅណាបងណាបាទអរគុណច្រើនបងប្អូនអរគុណប្រិមិត្តដែលគាត់បានជួយ share ណាហើយបងដែលគាត់បានឃើញអូនហើយយើងមកដាក់វិទ្យុ ABC អមសម័យតៃប្រាប់ដែរថានៅមួយសើសោចរហូតជួយចិត្តក្មេងៗអូសើកែនាំសោចលេងដែរយកមិញគេមួយសើមែនអូនំសើគេនាំលេងដល់ហើយណាសោច អីគេ ដៃទៅសើសោចទៀត ចាក្មេង អរគុណបងប្អូនយើងណាហ្នឹងហើយអរគុណបងអរគុណណាបាទហ្នឹងហើយប្រិមិត្តចឹងបងប្អូនមានអីចូលរួមឬក៏មានរឿងរ៉ាវអីផ្សេងៗទៀតណាអាចជួបបានជាមួយនៅខាងស្ថានីយ៍វិទ្យុ ABC បាទយើងរងចាំទទួលណាបាទចឹងកុំភ្លេចណាលេខទូរស័ព្ទ3ខ្សែនិងប្រព័ន្ធផ្សព្វផ្សាយរបស់ ABC របស់យើងមានណា ចាលេខទូរស័ព្ទតែ3ខ្សែគឺលេខ010 012 060 23 10កូដ10កូដចាប់ប្រិមត្តណាសេវលេខទាំង3ខ្សែនេះអាចភ្ជាប់មួយ Telegram បានប្រិមត្តអាចចូលរួមបន្ថែមទៀតបានចាទាំងរឿងបងស្រីឬក៏ប្រិមត្តចង់ផ្ដល់នៅព័ត៌មានអីផ្សេងៗតាក់ទងមកចូលរួមបានឥឡូវនេះយើងសូមមកកាន់ sponsor យើងបន្តិចទៀតសិនប្រិមត្តមុននឹងចូលទៅដល់ព័ត៌មានជាបន្តទៀតចាសូមអរគុណមកកាន់ម្សៅខ្ជាយរបស់ ABC សម្រាប់ម្សៅខ្ជាយគឺស្ដេចយន្តសិនស្រុកខ្មែរតែម្ដងជាប្រភេទខ្ជាយសដែលយើងដាំដុះនៅក្នុងស្រុកណាប្រិមត្តម្សៅខ្ជាយ ABC គឺយកមានបន្ថែមជាមួយនឹងក្លិនឬក៏ពណ៌ឬក៏ម្សៅអីទេនិយាយទៅគឺធម្មជាតិ 100% ហើយចាំមកកំប៉ុងគឺមានចំនួន1ខែកន្លះតម្លៃ